តោះសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះមកសូមអរគុណច្រើនជាមួយនឹងបងប្រុសបានកំងជាមួយនឹងសភៅប្រព័ន្ធភ្លើង Summer X ចំនួន1ក្បាលបាទប្រភេទ Summer X ដេស្ងាត់ហើយបងប្រុសបានសូមឲ្យខ្ញុំថែមជាមួយនឹងតារាងកូដកំហូចចំនួន3ក្រុមហ៊ុនណាមាន Honda បាទ Honda មាន Suzuki មាន Yamaha ណាបាទនេះ Yamaha នេះ Suzuki ខាងនេះ Honda អញ្ចឹងសម្រាប់ការថែមបាទយើងថែម free ជូនបងប្រុសបាទឲ្យគាត់បាទចង់បានជាមួយនឹងតារាងកូដកំហូចយើងថែម free បាទហើយសិភៅយើងមាន2023ដល់25ប្រភេទHonda បាទ PCX Smart Key បាទជាប្រភេទសោឆ្លាតវៃអញ្ចឹងសម្រាប់សិភៅបងប្អូនអាចមកមើលបានបាទសម្រាប់សិភៅគឺយើងចងក្រងជាមួយនឹង Technic ក៏ដូចជាចលនាប្រព័ន្ធភ្លើងដំបូងបាទដំណើរការរបស់ sensor នីមួយៗការវិនិច្ឆ័យទៅលើកំហូចការវាស់វែងដោយការប្រើប្រាស់ជាមួយនឹងអូម៉ែត្រតាក់ទងនឹងការចងក្រងនៅក្នុងនេះគឺយើងចងក្រងបាទជាភាពច្បាស់លាស់បាទងាយស្រួលយល់សម្រាប់បងជាងយកទៅសិក្សាបាទហើយក៏ដូចជារបៀបក្នុងការប្រើប្រាស់ទៅលើអូម៉ែត្របាទជំនួសម៉ាស៊ីន scan បាទឃើញទេនេះនៅក្នុងចំណុចនេះគេឲ្យយកបង្គោលអូម៉ែត្រពណ៌ក្រហមបាទចាក់ចូលខ្សែសឆ្នោតក្រហមរបស់ sensor បាទចាប់ទីតាំងខ្សែ gear ហើយនឹងយកបង្គោលពណ៌ខ្មៅរបស់អូម៉ែត្រចូលខ្សែពណ៌បៃតងឆ្នោតការ៉ុតបាទអញ្ចឹងខ្សែពណ៌បៃតងឆ្នោតការ៉ុតជាខ្សែម៉ាស់របស់ម៉ាញ់តូដែលបញ្ជាចេញពីម៉ាញ់តូចូលទៅក្នុងបាទ sensor បាទ sensor gear ណាអញ្ចឹងគឺជាបាទ technic និងគន្លឹះសំខាន់មានតង់ពីរបៀបការប្រើប្រាស់ទៅលើអូម៉ែត្របាទមានតង់ពីបញ្ហាដំណោះស្រាយទៅលើអាការៈបាទផ្សេងនៅក្នុងនេះគឺយើងបានចងក្រងយ៉ាងជាក់លាក់បាទទៅលើ sensor នីមួយៗណាបាទងាយស្រួលបងប្អូនយកទៅសិក្សារៀនសូត្របាទក្រោយពីយើងអានក្រោយពីយើងបានមើលរូបភាពក៏ដូចជាមើលរូបរាងបាទតួនាទីក៏ដូចជារូបរាងបាទមុខមាត់ទៅលើ sensor នីមួយៗហ្នឹងគឺបងប្អូនងាយស្រួលយកទៅអនុវត្តណាបាទអូខេមានតែប៉ុណ្ណឹងទេសូមអរគុណច្រើនសម្រាប់បងប្អូនដែលត្រូវការយកសភៅប្រព័ន្ធភ្លើងបាទជាវសភៅប្រព័ន្ធភ្លើងយកទៅសិក្សានៅទីតាំងបងប្អូនអាចទៅនៅមកខាងខ្ញុំបានឬក៏បងប្អូនអាចតាក់ទងទៅខាងក្រុមការងារក៏បានណាបាទអរគុណច្រើន